ឆ្លើយអោក្រឹមក្រឹមបងដៃទន្ទឹមត្រឹមដូចគេក្រៃអោមៀងឆ្នាំណាបើចាំឬទេអើយឬទេបងអ៊ំអើយកាត់ទុនទេបងវិលវិញទេកែវកុំអោកសួរខ្សឹកបងវិលវិញទេអោមៀងបងអើយកែវកុំអោកសួរខ្សឹកអណារសៀលទឹកជន់ជុំនឹងអត់ទឹកជុំរសៀលទឹកជន់អត់ទឹកជុំហូរបាក់ទំនប់ទឹកហូរពពៀនមើលលើកដៃបាត់យល់បងរវិតទឹកហូរពពៀងអមៀងបងអើយស្រណងអយប់យន់អណាដំណើរនាងនាងវត្តល្វែងល្វន់អណាដំណើរនាងនាងវត្តល្វែងល្វន់សំដីស្រីទុំអើយបងអាសូខ្ញុំបាទសូមគោរពអាដាមលោកទាវមេបាតូចធំម្ដុំរៀមស្បងទាំងអស់ជាទីគោរពខ្ញុំបាទសូមជម្រាបនៅអត្ថន័យក្នុងពិធីបុកលក្ខក្នុងពិធីបុកលក្ខនេះគឺចាស់ទុំលោកប្រពទៅតាមឧដុង្គម៉ែជ័យឧដុង្គម៉ែជ័យនេះលោកគិតថាបង្គោលការគូស្វាមីភរិយាទៅថ្ងៃមុខនឹងដើម្បីឲ្យបានសេចក្តីសុខគឺលោកឲ្យអត់ធ្មត់3ប្រការទី1គឺអត់ធ្មត់ផ្លូវអារម្មណ៍ទី2គឺអត់ធ្មត់ផ្លូវចិត្តទី3គឺអត់ធ្មត់ផ្លូវកាយអត់ធ្មត់ផ្លូវអារម្មណ៍នេះ
លោកទាំងពីរបត្រាបត្រីធ្លាប់រស់នៅម្នាក់ឯងចឹងលោកអាចបណ្ដែតអារម្មណ៍អាចគិតវែងឆ្ងាយភ្លេចបាយភ្លេចទឹកបានចឹងលោកឲ្យកាត់បន្ថយឲ្យមកគិតអ្នកដែលនៅចិត្តខ្លួនអ្នកដែលនៅក្បែរខ្លួននេះអត់ធ្មត់ផ្លូវអារម្មណ៍រីឯអត់ធ្មត់ផ្លូវចិត្តលោកទាំងពីរនៅម្នាក់ឯងធ្លាប់ចិត្តខ្លាំងចិត្តដាច់ខាតចឹងលោកឲ្យកាត់បន្ថយកុំឲ្យខ្លាំងពេកកុំឲ្យចិត្តដាច់ខាតពេកបុរាណលោកថាដាច់គឺឃ្លាតខាតគឺមិនចំណេញនេះអត់ធ្មត់ផ្លូវចិត្តរីឯអត់ធ្មត់ផ្លូវកាយលោករស់នៅម្នាក់ឯងធ្លាប់ប្រឡែងលេងដៃធ្ងន់ជើងធ្ងន់ចឹងលោកឲ្យកាត់បន្ថយមកដៃស្រាលជើងស្រាលហើយភាពសតុនទើបស្វាមីភរិយាបានសេចក្តីសុខចឹងទេចាស់ទុំខាងដូនតាលោកឲ្យអត់ធ្មត់របៀបនេះទៅថ្ងៃអនាគតចឹងគេលោកប្រកបនៅវត្ថុទាំង7មុខវត្ថុទាំង7មុខនេះគឺលោកយកមកប្រៀបថាមនុស្សយើងទោះបីជាកើតមកមានអាយុរាប់រយឆ្នាំយ៉ាងណាក៏ដោយมันអាចដំឡងនៅថ្ងៃទាំង7នោះបានទេអញ្ចឹងលោកមានវត្ថុទាំង7ទី1គឺលក្ខជុំកឡង់ទី2គឺជ័រចុងទី3គឺសាជូទី4គឺអំពិលទី5បាយតណើបទី6ទឹកដូងទី7ទឹកតែវត្ថុទាំង7មុខនេះហើយដែលលោកឲ្យពិចារណាបើមានបញ្ហាក្នុងសុខសាលោកឲ្យយកអ្វីមកដោះស្រាយឧទាហរណ៍ដូចជាលក្ខនេះមានភាពល្វីងចត់มันអាចពិសាបានទេលោកឲ្យយកទឹកតែមកទប់ទល់គឺទឹកតែនេះមានភាពក្តៅស្រទន់ហើយហូបទៅហើយអាចបែកញើសរំសាយចិត្តនេះទឹកតែនិងលក្ខជុំកឡង់ទី2ជ័រចុងនេះមានជាតិល្វីងហើយចត់มันអាចភាសាបានដែរលោកឲ្យយកអ្វីមកទប់ទល់យកទឹកដូងហេតុអ្វីលោកមិនយកទឹកសុទ្ធទឹកសាបមកប្រើព្រោះទឹកដូងនេះបញ្ជាក់នៅភាពបរិសុទ្ធទឹកភ័ក្រនៅភាពស្ងៀមស្ងាត់ចឹងទេបើមានបញ្ហាខុសឆ្គងដោយកាយវិចារចិត្តគឺយកទឹកដូងមកទប់ទល់ភាពផ្អែមល្ហែមភាពត្រជាក់ភាពស្ងប់នេះទឹកដូងរីឯសាជូនេះមានភាពជូរប្រហេតផាតមិនអាចពិសាបានដែរលោកឲ្យយកបាយតណើបមកទប់ហេតុអ្វីលោកមិនប្រើបាយអង្គខ្សាយព្រោះបាយតណើបនេះបញ្ជាក់ថាគឺភាពស្អិតរមួតគឺខុសឆ្គងបន្តិចបន្តួចយ៉ាងណាកុំឲ្យបែកខ្យល់ខ្ចាយឲ្យភាពស្អិតរមួតដោះស្រាយទាំងពីរដោយសេចក្តីសុខដីចម្រើនរីឯអំពិលនេះមានភាពជូរទោះបីជាជូរយ៉ាងណាក៏ដោយគឺមានរសជាតិចឹងទេអាចថ្ងៃក្រោយនឹកឃើញគឺចង់ពាក្យថាមកជូរចឹងបើមានអ្នកចង់ហើយមានលោកអ្នកដោះស្រាយដោយចិត្តសប្បាយរីករាយនេះអំពិលរីឯមលូដែលខ្ញុំបានមូហើយលោកអាចារ្យលោកឲ្យកូនកន្លោះកូនកមុំលោកខំហើយលោកកុសនេះគឺលោកអបតិចដើម្បីកុសនៅភាពល្វីងជូរចត់ក្នុងកអូមាត់ដែលឲ្យភាពស្អាតល្អទៅថ្ងៃមុខនិងគ្រួសារបានសេចក្តីសុខលោកក៏ហើយលោកបានប្រើនៅគិតថាសូមកូនកមុំកូនលោះលើកដៃកូនកមុំលោកអានតាមខ្ញុំពាក្យពីម៉ាត់ថាអភិកូនកលោះលោកអានថាអគ្គអភិអគ្គហេរកាំងអនត្តពាំងជាតេបរិយន្តាំងអវិ